សូមជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញាថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញអំពីការបង្កើតនៅ account Facebook ថ្មីដោយប្រើប្រាស់ Fetch Email Fetch Email គឺជាកម្មវិធីមួយដែលអនុញ្ញាតឲ្យយើងយក email សិប្បនិម្មិតយកមកបង្កើត account Facebook ប្រសិនបើយើងអត់មាន email សិប្បនិម្មិតនេះទេយើងត្រូវប្រើប្រាស់នៅ Gmail Yahoo ឬក៏លេខទូរស័ព្ទបាទដូច្នេះខ្ញុំសូមធ្វើការបង្ហាញដូចតទៅគឺខ្ញុំចូលទៅកាន់អាសយដ្ឋានwebsite មួយដែលមានឈ្មោះថា mytem.email រួចហើយខ្ញុំចុចទៅលើ email បាទខ្ញុំទទួលបាន email ថ្មីមួយមករួចហើយខ្ញុំធ្វើការ copy email នេះបន្ទាប់មកខ្ញុំចូលទៅកាន់ website ក្រុមហ៊ុន Facebook ធ្វើការបង្កើតនៅ account ថ្មី first name គឺជាឈ្មោះដំបូងលោកស្រីនាងកញ្ញាអាចដាក់ឈ្មោះអ្វីក៏បានដែរតែខ្ញុំដាក់ឈ្មោះថាហេងសុជាតាបន្ទាប់មកគឺ mobile ឬក៏ email ខ្ញុំធ្វើការផាសនៅអាសយដ្ឋាន email ដែលខ្ញុំបាន copy ពីមុនមកបាទផាសបន្ទាប់ទៀតចំណុច new email គឺអស់លោកស្រីនាងកញ្ញាដាក់ឈ្មោះអ្វីក៏បានដែរតែត្រូវចងចាំបាទថ្ងៃខែឆ្នាំកំណើតខ្ញុំជ្រើសយកខែ1ថ្ងៃទី18ឆ្នាំ2000បាទ female ខ្ញុំបន្ទាប់មកគឺចុចទៅលើពាក្យថា create account បាទមកដល់ចំណុចបន្ទាប់នេះគឺក្រុមហ៊ុន Facebook បានផ្ញើសារលេខកូដចំនួន5ខ្ទង់ដូច្នេះខ្ញុំចូលទៅកាន់លេខកូដគឺចូលទៅកាន់ email ដែលយើងបានចុះឈ្មោះគឺលេខកូដរបស់ក្រុមហ៊ុន Facebook ផ្ញើមកគឺលេខ25712ដូច្នេះខ្ញុំសូមធ្វើការវាយបញ្ចូល25712បន្ទាប់មកខ្ញុំចុចពាក្យថា continue បាទនៅក្នុងចំណុចនេះគឺ Facebook account របស់យើងដែលបាន register ចុះឈ្មោះហ្នឹងគឺត្រូវបានជោគជ័យហើយបន្ទាប់មកខ្ញុំចុចលើពាក្យថា OK បាទខ្ញុំចុចទៅលើពាក្យ next script step បាទនេះគឺជា account Facebook profile មួយដែលយើងអាចបង្កើតបានដោយងាយស្រួលជាមួយនឹង Fetch Email បាទសូមអរគុណនៅការតាមដាននៅវីដេអូទី1